ជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំមក record តាក់ទងទៅលើការបញ្យល់ជាមួយនឹង operator អញ្ចឹងខ្ញុំមានកូដដែលគ្រូបានតម្លាក់ខ្ញុំហ្នឹងអញ្ចឹងខ្ញុំបាន copy វាមកតែមកខ្ញុំ pass ចឹង comment នេះគឺ e ឈរដល់ e ហ្នឹងគឺជា expression ដែលខាងហ្នឹងអាចអនុញ្ញាតឲ្យយើងប្រើទៅលើ generator ដូចជា ADD RAM ឬក៏ IP ហ្នឹងអញ្ចឹងហើយបន្តមកនេះគឺ RCM ហ្នឹងគឺវានឹងធ្វើការ output ឬក៏ធ្វើការដែលយើងអាចនឹងធ្វើ choose ទៅលើ generator ដែលយើងបានដាក់លើខាង tab comment ហ្នឹងអញ្ចឹងឧទាហរណ៍ថាខ្ញុំបាយ ADD អញ្ចឹង ADD នឹងបង្ហាញទាក់ទងជាមួយនឹង hard disk អញ្ចឹងដោយសារតែក្នុងហ្នឹងគឺបានប្រកាសនៅ variable មួយឈ្មោះថា CM បើសិនជាករណី CM comment CM ហ្នឹងឬ CM នេះអញ្ចឹង variable ហ្នឹងបើសិនជា CM ស្មើ ADD ហើយយើងប្រើឆ្ងប់ហ្នឹងអញ្ចឹងបើសិនជាករណី CM ហ្នឹងវាពិតជាស្មើ ADD មែនអញ្ចឹង comment ហ្នឹងវានឹងប្រើឆ្ងប់ហ្នឹងអញ្ចឹងបើសិនជាករណីដែល operator ទី1ដែរអញ្ចឹង operator ហើយបាទសូមទោសគ្រូបើសិនជាករណីដែល statement ទី1នេះដែរអញ្ចឹងមានន័យថាបើសិនជាគេ input ថា CD ហ្នឹងដែលយើង input CD ហ្នឹងស្មើ ADD អញ្ចឹងមានថាបើសិនជាគេចុចស្មើនឹង ADD អញ្ចឹងលក្ខខណ្ឌទី1ពិតអញ្ចឹងលក្ខខណ្ឌទី2វានឹងដើរយើងប្រើឆ្ងប់ហ្នឹងតែបើសិនជាករណីដែលគេប្រើឆ្ងប់ឬគេថាអញ្ចឹងបើសិនជាករណីដែលគេអត់វាយ ADD ហ្នឹងទេអញ្ចឹងបើសិនជាករណីដែលគេវាយទៅលើដូចជា RAM អញ្ចឹងបើសិនជា CM ហ្នឹងcommentដែលគេយើងដែលគេវាយហ្នឹង CM ហ្នឹងអញ្ចឹងវាយតាក់ទងជាមួយ RAM អញ្ចឹងបន្ទាប់ពីវាយ RAM ទៅវានឹងឆែកលក្ខខណ្ឌអញ្ចឹងបន្ទាប់ពីវាឆែកថា CD ហ្នឹង CM ហ្នឹងស្មើ RAM អញ្ចឹងបើថាបើ statement លក្ខខណ្ឌទី1ហ្នឹងពិតអញ្ចឹងឆ្ងប់ហ្នឹងវានឹងដំណើរការតែបើសិនជាករណីយើងប្រើឆ្ងប់ឬបើសិនជាអ្នកដែលវាយ comment ហ្នឹងមិនមែនវាយតាក់ទងជាមួយនឹង RAM ទេគេអាចនឹងវាយតាក់ទងជាមួយនឹង IP អញ្ចឹងវានឹងមកទៀងទាត់តែបើសិនជាលក្ខខណ្ឌហ្នឹងពិតវានឹងចេញតាក់ទងជាមួយនឹង hostname របស់ i ហ្នឹងអញ្ចឹង comment TT ហ្នឹងគឺយើងឲ្យវាស្មើជាមួយនឹងបើសិនជាករណីគេវាយ TT ហ្នឹងអញ្ចឹងវាស្មើនឹង TT ហ្នឹងបើ CM នឹងវាយ TT អញ្ចឹងមានន័យថាបើសិនជា user អ្នកដែលគេចុចហ្នឹងគេវាយ TT អញ្ចឹងបើសិនជាលក្ខខណ្ឌពិតឆ្ងប់ហ្នឹងបើលក្ខខណ្ឌទី1ពិតហើយអញ្ចឹងឆ្ងប់ហ្នឹងវាដំណើរការវានឹង output ទៅលើ time តែ GPL ហ្នឹងអញ្ចឹងចំពោះករណីគេ input ទៅលើ CPU វានឹងប្រើតាក់ទងCPU ដូចគ្នាអញ្ចឹងបើសិនជាករណីមួយដែលគេអត់input ដែលខុសជាមួយនឹងប្រភេទដែលក្នុងទាំង4ហ្នឹងដូចជាADD RAM ឬក៏ IP ឬក៏ GT ហ្នឹងឧទាហរណ៍ថាគេ input អីផ្សេងអញ្ចឹងថា input PP អញ្ចឹងគេថា comment not found ដោយសារតែករណីហ្នឹងវាអត់ពិតទាំងអស់អញ្ចឹងបើគេមិនវាយ PP ហ្នឹងក៏មិននៅក្នុង ADD ហើយក៏មិននៅក្នុង RAM ហើយក៏មិននៅក្នុង IP ហើយក៏មិននៅក្នុង TT ហើយក៏មិននៅក្នុង CPU ដែរអញ្ចឹងបើសិនជាវាអត់នៅក្នុងនោះទេវានឹងឆែកលក្ខខណ្ឌចុងក្រោយនោះបើសិនជាវាយអត់ពិតទេវានឹងចេញ comment មួយដែលចឹង output ថាPP នេះវាអត់មាននៅក្នុងប្រភេទពួកដែលយើងដាក់លក្ខខណ្ឌឲ្យទៅលើអាហ្នឹងទៅលើ statement ហ្នឹងទេអញ្ចឹងវីដេអូនេះមានតែប៉ុណ្ណឹងអរគុណជំរាបលាលោកគ្រូអញ្ចឹងខ្ញុំសូមបន្ថែមតិចមកតាក់ទងជាមួយនឹងឃ្នាបនេះឃ្នាបហ្នឹងគឺជាការប្រៀបធៀបទៅលើលក្ខខណ្ឌដែលនេះគឺជាលក្ខខណ្ឌអញ្ចឹងមានថាបើសិនជាលក្ខខណ្ឌហ្នឹងពិតបានប្រភេទ statement ទី2នេះដែលបានវាដើរអញ្ចឹងបើសិនជាលក្ខខណ្ឌហ្នឹងអត់ពិតទេគឺវាដើរទេហើយចំពោះដុល្លារនេះនៅក្នុង Linux គឺប្រៀបដូចជានឹងកូដដែលគេប្រកាសវាដាក់វាជាមួយនឹង variable ដែលគេប្រើវាសម្រាប់ប្រកាស variable អញ្ចឹងវីដេអូនេះមានតែប៉ុណ្ណឹងអរគុណច្រើនជំរាបលាលោកគ្រូ